បាទបងប្អូនណាថ្ងៃនេះចុងភៅបងជីមង្គលមករៀបចំនៅវត្តដងតបែកហ្នឹងគឺម្ចាស់ទៀនហ្នឹងលោកអ្នកអ៊ំនៅខាងអាមេរិកគាត់ចង់សាកមើលប្រហុកខ្មែរបងប្អូនណាប្រហុកខ្ទិះខ្មែររបស់ខ្មែរយើងសុទ្ធនេះគាត់ថាកំងចង់ហូបប្រហុកខ្ទិះមើលខ្មែរហើយម្យ៉ាងទៀតសំខាន់គាត់ចង់ដឹងទឹកដៃចុងភៅបងជីមង្គលហ្នឹងគឺថាល្បីគាត់មើលតាមផេកនៅអាមេរិកគាត់ថាឃើញកូនឡាយរហូតហើយគាត់ថាឆ្ងាញ់ណាស់កូនឥឡូវមិនគាត់មកសុំសាកមកកូនចានហើយយកទៅបាត់ហើយបាទម្ចាស់ទៀននៅអាមេរិកហ្នឹងបាទឥឡូវរៀបចំមកផុកខ្ទិះឡើងយ៉ាងស្អាតយ៉ាងហ្មងណាអូហ្នឹងហើយគាត់ថាអូឆ្ងាញ់ណាស់កូនថ្ងៃនេះម៉ែហូបឲ្យបានច្រើនហើយគាត់ថតមកយកទៅបយបងប្អូនកូនចៅនៅអាមេរិកគាត់មើលថាខែ7គាត់នឹងចុះមកផ្សារទៀតដើម្បីរៀបចំកម្មវិធីទៀតណាហើយគាត់និយាយមកហូបហ្នឹងគាត់កំងទាំងអស់គាត់ឃើញឥឡូវនេះត្រីបឹងកឆែតហ្នឹងហើយបឹងកឆែតណាត្រីបឹងកឆែតច្រើនរឿងពេញមួយចានហ្នឹងហ្មងណា1គីឡូ2ខាំហ្មងហើយសឡមជូរគាត់ថាគាត់ចាប់អារម្មណ៍នឹងសឡមជូរដែរសឡមជូរខ្មែរគាត់ថាកូនអើយសឡមជូរខ្មែរឆ្ងាញ់ណាម៉ែមើលទៅតាមឡាយកូនឡាយរាល់ថ្ងៃម៉ែនៅមើលអាមេរិកដល់ស្រក់ទឹកមាត់ណាគាត់ថាឥឡូវគាត់មកដល់គាត់កំងបាទគាត់ថាចង់សាកមើលតិចចិត្តចប់លោកទេហើយអស់គាត់ថាម៉ែសុំមកຕົកមុនហើយបាទលេងមកឆ្អែតសំខាន់គាត់ថាសំខាន់គឺចុងភៅកូនឃើញល្បីតែរឿងប្រហុកខ្ទិះហ្មងចុងភៅបាទប្រហុកខ្ទិះប្រមាហ្នឹងប្រហុកខ្ទិះប្រមាប្រហុកខ្ទិះបាទល្បីដល់អាមេរិកទៀតគាត់ថាឥឡូវខែ7ម៉ែនឹងចុះមកភាសាទៀតឥឡូវខែហ្នឹងគាត់កម្មវិធីហើយគាត់ទៅវិញគាត់មកប្រគិនកញ្ចុះឲ្យប្រសងនេះហើយខែ7គាត់នឹងមកភាសាទៀតរៀបចំបុណ្យភាសាទៀតឥឡូវចុងភៅបងឈិនមង្គលមានហូប4មុខហើយអត់ទាន់ឆ្អិនទេបងអត់ទាន់ឆ្អិនខ្លះអញ្ចឹងប្រាប់ត្រួសបន្តិចទៀតនៅលើតុយើងមើលទាំងអស់គ្នាភាសាទៀតណាអរគុណច្រើន